ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី14ខែសីហានេះបានថ្កោលទោសចំពោះសម្ពយុទ្ធយោធាខ្នាតធំរវាងសហរដ្ឋអាមេរិកកូរ៉េខាងត្បូងដែលគ្រោងធ្វើឡើងនៅចុងសប្តាហ៍នេះដោយចាត់ទុកថាគឺជាចេតនាញុះញង់បង្កើនឲ្យមានភាពតានតឹងនៅឧបទ្វីបកូរ៉េអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងសារនៅថ្ងៃសុក្រនេះថាកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិកជប៉ុននិងកូរ៉េខាងត្បូងកំពុងប្រែក្លាយទៅជាសម្ព័ន្ធភាពនុយក្លេអ៊ែរហើយកូរ៉េខាងជើងនឹងឆ្លើយតបទៅវិញនៃកម្រិតនៃការគម្រាមកំហែងថ្មីមួយនេះជាមួយនឹងកម្រិតនៃការទប់ស្កាត់ថ្មីមួយទៀតផងដែរនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA របស់ទីក្រុងព្យុងយ៉ាងទោះជាយ៉ាងណាក៏ដោយទីក្រុងព្យុងយ៉ាងតែងតែថ្កោលទោសចំពោះសម្ពយុទ្ធយោធានៅភាគខាងត្បូងជាប្រចាំដែលចោទថាគឺជាចេតនាញុះញង់ដែលធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងសម្ពយុទ្ធយោធាដែលមានឈ្មោះថាខែលសេរីភាពអូលជីគ្រោងចាប់ផ្ដើមនៅថ្ងៃទី17ខែសីហារហូតដល់ថ្ងៃទី27ខែសីហាសម្ពយុទ្ធយោធានេះនឹងរួមការបញ្ចូលការហ្វឹកហ្វឺនដើម្បីប្រឆាំងនឹងដ្រូនឬហៅថាយន្តហោះគ្មានមនុស្សបើកការរំខានប្រព័ន្ធ GPS និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតខណៈដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកំពុងបត់បែនទៅតាមសមត្ថភាពដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើងអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថាសហរដ្ឋអាមេរិកបានប្រកាសថាសម្ពយុទ្ធយោធាខាងមុខនេះគឺខុសប្លែកទាំងស្រុងពីសម្ពយុទ្ធយោធារយៈពេល5ឆ្នាំកន្លងមកហើយវាមានគោលបំណងពង្រីកសមត្ថភាពក្នុងការធ្វើសង្គ្រាមដោយពឹងផ្អែកទៅលើទស្សនវិជ្ជាថ្មីៗនៃសង្គ្រាមទំនើបសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកាសែតរបស់កូរ៉េខាងជើងបានបន្ថែមថាវាគឺជាគោលការណ៍ឥតងាករេរបស់យើងក្នុងការធានាសន្តិសុខដោយឆ្លើយតបទៅនឹងកម្រិតនៃការគំរាមកំហែងថ្មីជាមួយនឹងកម្រិតនៃការទប់ស្កាត់ថ្មីផងដែរប្រទេសកូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាបានបញ្ជូនទាហានចន្លោះពី 12,000 នាក់ទៅ 15,000 នាក់ទៅប្រយុទ្ធឲ្យប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនហើយបច្ចុប្បន្ននេះប្រទេសនេះត្រូវបានគេគិតថាកំពុងរៀបចំការដាក់ពង្រាយកងទ័ពចំនួន 10,000 នាក់បន្ថែមទៀតផងដែរយោងតាមរបាយការណ៍បានឲ្យដឹងថាទោះបីជាមានទាហានរាប់ពាន់នាក់បានបាត់បង់ជីវិតក៏ដោយក៏កិច្ចព្រមព្រៀងនេះបានផ្ដល់ឲ្យប្រទេសកូរ៉េខាងជើងទទួលបាននូវបទពិសោធន៍សម្ពយុទ្ធដ៏ពិតប្រាកដនិងមានតម្លៃព្រមទាំងការទូទាត់នូវអាវុធថាមពលនិងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ផងដែរដូច្នេះហើយអ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពចម្រុះនៃសហរដ្ឋអាមេរិកលោក Ryan Donald បានថ្លែងនៅសប្តាហ៍នេះថាការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើងទៅកាន់សង្គ្រាមនៅអឺរ៉ុបបានផ្លាស់ប្ដូរទម្រង់នៃការគំរាមកំហែងដែលទាហានរបស់លោកអាចនឹងត្រូវប្រឈមមុខនៅឧបទ្វីបកូរ៉េលោកបានប្រាប់អ្នកយកព័ត៌មានថាពួកគេនឹងយកមកវិញនៅមេរៀនទាំងឡាយដែលពួកគេបានរៀនសូត្រពីទីនោះត្រឡប់មកប្រទេសកូរ៉េខាងជើងវិញដូច្នេះហើយការហ្វឹកហ្វឺនរបស់យើងនឹងធ្វើឡើងដើម្បីទប់ស្កាត់នឹងការគំរាមកំហែងទាំងអស់នោះក្នុងន័យថាការធ្វើសម្ពយុទ្ធយោធារវាងសហរដ្ឋអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនដើម្បីការពារការគំរាមកំហែងទាំងឡាយណារបស់កូរ៉េខាងជើងមកលើតំបន់ឧបទ្វីបកូរ៉េនាពេលអនាគត